ជំនុនដ៏អាក្រក់បំផុតនៅតាមបណ្ដាខេត្តភាគខាងត្បូងប្រទេសថៃមិនធ្លាប់មានក្នុងពេល300ឆ្នាំទីបំផុតបានចាប់ផ្ដើមស្រកចុះវិញហើយនៅព្រឹកថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ទស្សនវិជ្ជាដ៏បំផ្លិចបំផ្លាញមាននៅគ្រប់ផ្នែកនៃទីក្រុងធំចំនួនមនុស្សស្លាប់បានកើនដល់ជាង100នាក់និងធ្វើឲ្យខូចខាតគិតជាទឹកប្រាក់អស់$370 លាននេះបើយោងទៅតាមកាសែតខៅសូតផ្លូវដែលបានលិចនៅក្នុងចំនួនទឹកភ្លៀងតាំងពីថ្ងៃទី26ខែវិច្ឆិកាមកឥឡូវនេះត្រូវគ្របដណ្ដប់ដោយសំរាមដែលហូរចូលពីគ្រប់ទិសរថយន្តកូរលើគ្នាគ្រឿងសង្ហារឹមបែកខ្ចាត់រប៉ាត់រប៉ាយក្រុមជំនួយសង្គ្រោះបន្ទាន់និយាយថាការបោះសម្អាតក្រុងនោះឡើងវិញមិនខុសពីមហន្តរាយវគ្គទី2នោះទេដោយសារតែសម្បូរទៅដោយដែកមុតស្រួចកញ្ចក់បែកនិងកាកសំណល់ដែលមកជាមួយនឹងសារធាតុគីមីផងដែររដ្ឋាភិបាលថៃបានឲ្យដឹងថាថៃត្រូវចាយប្រាក់ជាង$4000 លានដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តភាគខាងត្បូងទាំង9ដែលលិចលង់បន្ថែមពីលើការខាតបង់សេដ្ឋកិច្ចអស់$372 លានត្រឹមរយៈពេល3ថ្ងៃយោងតាមតួលេខបឋមមនុស្សជាង3លាននាក់សរុបជាង1លានគ្រួសារបានរងផលប៉ះពាល់ការសង្គ្រោះត្រូវបានគេរិះគន់ថាមានភាពយឺតយ៉ាវដែលបណ្ដាលឲ្យមនុស្សស្លាប់ច្រើនបើទោះបីជាកងទ័ពថៃបានបញ្ចេញនាវាចម្បាំងផងនិងយន្តហោះដឹកទំនិញផងចេញផ្ដល់ជំនួយក៏ដោយអតីតប្រធានគណៈកម្មការបោះឆ្នោតជាតិថៃលោកសុំឆៃស្រីសុទ្ធីយ៉ាកនបានទទូចឲ្យលោកនាយករដ្ឋមន្ត្រីថៃអនុទានឆន្ទរៈគុលចុះចេញពីតំណែងលោកសុំឆៃរិះគន់រដ្ឋាភិបាលរបស់លោកអនុទានថាគិតគូរតែពីរូបភាពនយោបាយដើម្បីការពារតំណែងច្រើនជាងគិតពីការគ្រប់គ្រងទឹកជំនន់ឲ្យមានប្រសិទ្ធភាពខ្ញុំរស់សុធាពី News Today NTTV ឱកាសពិសេសសម្រាប់បងប្អូនដែលមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ CUS ចាប់ពីថ្ងៃទី15ខែវិច្ឆិការហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025នឹងទទួលបានកុំព្យូទ័រមួយគ្រឿងភ្លាមព្រមទាំងទទួលបានអាហារូបករណ៍ពិសេសផងដែរ